Chẳng dânនិយាយអំពីរឿងរ៉ាវដែលកំពុងតែផ្ទុះបាទតាក់ទងជាមួយនឹង Liverpool បាទសម្រាប់ Liverpool មកដល់ពេលនេះកំពុងតែប្រឈមខ្លាំងមែនទែនបាទជាមួយនឹងការប្រកួតដែលទទួលបានជ័យជំនះតិចច្រើនជាងបាទការស្មើក៏ដូចជាចាញ់បាទចំណុចចុងក្រោយដែលធ្វើឲ្យលោក Ancelotti បាទកំពុងតែថិតនៅក្នុងកៅអីដ៏ក្តៅបាទអ្វីដែលពិសេសមែនទែននោះគឺដោយសារតែ Liverpool គឺចាញ់នៅលើទឹកដី Anfield អ្វីដែលគួរឲ្យសង្កេតមើលសម្រាប់ការប្រកួតរបស់ Liverpool យើងទៅឃើញថាសម្រាប់កីឡាករជាពិសេសតំបន់ការពារហាក់បីដូចជាមានការធ្វើប្រហែសច្រើនបាទធ្វើប្រហែសច្រើនមែនទែនសម្រាប់តំបន់ប្រយុទ្ធវិញខ្ញុំមើលទៅឃើញថាមានភាពកំសោយធំដែរបាទកំសោយធំនោះគឺមានដូចជាតំបន់ស្លាបប្រយុទ្ធខាងឆ្វេងបាទហើយក៏ដូចជាស្លាបប្រយុទ្ធខាងស្ដាំបាទសាឡាគឺមានការធ្លាក់ទម្រង់ច្រើនឥឡូវនេះសម្រាប់បាទអ្វីដែលខ្ញុំបាននិយាយនៅពីទម្រង់លេងរបស់ Liverpool គឺកំពុងតែមានការផ្ទុះហើយតាក់ទងជាមួយនឹងសាឡាហើយជាមួយនឹង Liverpool សាឡាបានឆ្លើយតបបាទជាមួយនឹងបណ្ដាញសារព័ត៌មានដែលមានសំណួរជាច្រើនតាក់ទងជាមួយនឹងបាទអារម្មណ៍របស់គាត់បើព្រោះតែ3ប្រកួតចុងក្រោយនេះគឺសម្រាប់សាឡាបាទគឺស្ថិតនៅក្នុងកៅអីបម្រុងហើយនឹងការប្រកួតចុងក្រោយនេះគឺសាឡាមិនបានចូលរួមនៅលើទីលានតែម្ដងសម្រាប់សាឡាគឺបង្ហាញនៅអារម្មណ៍អាក់អន់ស្រពន់ចិត្តច្រើនមែនទែនបែបបង្ហាញជាមួយនឹងបទសម្ភាសជាមួយនឹងសារព័ត៌មានអ្វីដែលសាឡាអាក់អន់ស្រពន់ចិត្តបាទគឺតាក់ទងជាមួយនឹងបាទគាត់លើកឡើងមិនមែនឲ្យច្រើនណាស់ទេគេហៅថាលើកឡើងបែបគេហៅថាប្រឆិតប្រឈៀងមួយចំនួនដែរទី1គឺការសន្យាបាទការសន្យារបស់ Liverpool ជាមួយនឹងគាត់ដែលធ្វើឲ្យគាត់បន្តនៅជាមួយនឹង Liverpool នោះគឺអ្វីគ្រប់បែបយ៉ាងគឺគាត់ចង់បានតែសន្យានោះសម្រាប់គាត់នោះទេប៉ុន្តែហាក់បីដូចជាការសន្យាជាមួយនឹងគាត់នោះគឺត្រូវបានផុតអស់ទៅហើយបាទមិនបានបំពេញតាមអ្វីដែលដូចនឹងការសន្យាជាមួយនឹងគាត់នោះទេនេះជាការលើកឡើងរបស់សាឡាបាទមិនមែនគាត់មិនបានបញ្ជាក់ទេតែការសន្យានោះគឺជាសន្យាអីប៉ុន្តែគ្រាន់តែគាត់ប្រាប់ចឹងថាគឺគាត់អត់ទទួលបានអ្វីដែលក្លឹបបានសន្យាជាមួយគាត់នោះទេបន្តមកទៀតគាត់បានបង្ហាញអំពីទំនាក់ទំនងរបស់គាត់ជាមួយនឹងលោក Ancelotti សាឡាបានរៀបរាប់ថាចាប់តាំងពីលោក Ancelotti មកចូលរួមជាមួយនឹង Liverpool គឺទំនាក់ទំនងរបស់គាត់បានល្អមែនទែនបាទរវាងគាត់ហើយជាមួយនឹងលោក Ancelotti ប៉ុន្តែមួយរយៈចុងក្រោយនេះគឺគាត់អត់ដឹងទេថាមានរឿងអីកើតឡើងដែលទំនាក់ទំនងរបស់គាត់មកដល់ពេលនេះជាមួយនឹងលោក Ancelotti គឺស្មើនឹង0បាទគឺស្មើនឹង0តែម្ដងអញ្ចឹងមានន័យថាសម្រាប់សាឡាហើយនឹងលោក Ancelotti គឺមានភាពប្រេះឆាធំខ្លាំងមែនទែនហើយចំនួនដែលគេបានសួរទៅលោក Ancelotti ហេតុអីក៏មិនដាក់សាឡាលេងបាទលោក Ancelotti គាត់បានបញ្ជាក់ថាគាត់មិនត្រូវការគ្រាប់បាល់នៅនាទីចុងក្រោយនោះទេបាទគាត់និយាយថាគាត់មិនត្រូវការគ្រាប់បាល់នៅនាទីចុងក្រោយនេះទេមានន័យថាគាត់ចង់ការពារក៏ព្រោះតែគាត់កំពុងតែនាំមុខបាទទៅលើលីដប៉ុន្តែយ៉ាងណាមិញនៅចុងបញ្ចប់នាទីដូចជាមួយនឹង Arsenal អញ្ចឹងបាទត្រូវបានលីដតាមស្មើតតែបានបាទនេះចំណុចនេះហើយសម្រាប់សាឡាក៏បានលើកឡើងបន្ថែមទៀតថាគាត់បាទការប្រៀបធៀបហាក់បីដូចជាក្លឹបបានទុកគាត់ចោលបាទដូចជាគេហៅថាយកគាត់ទៅទុកក្នុងឡានក្រុងចោលហ្នឹងណាបាទហើយសម្រាប់សាឡាក៏បង្ហាញនៅអារម្មណ៍អាក់អន់ស្រពន់ចិត្តជាច្រើនបាទដែលគាត់ក៏ជាកីឡាករមួយដែលរកគ្រាប់បាល់កំណត់ត្រាសម្រាប់ Liverpool ហើយគាត់បានជួយ Liverpool លើកពានជាច្រើនបាទអ្វីដែលសង្កត់ធ្ងន់ធំបំផុតគឺទៅលើពាក្យសន្យាជាមួយនឹងគាត់ក្នុងនោះផងដែរការប្រកួតចុងក្រោយបាទសម្រាប់បាទសាឡាជនៅទឹកដី Anfield បាទគាត់នឹងលាទៅកាន់បាទអ្នកគ្រប់គ្រង Liverpool បាទការលានោះមិនមែនគាត់ដើរចាក់ចេញទេប្រិមិត្តដោយសារតែគាត់ត្រូវជួយអេស៊ីបនៅក្នុងការប្រកួតពាន Africa Nation Cup បាទអញ្ចឹងគាត់នឹងត្រូវសម្រាករយៈពេល1ខែតែប្រសិនបើក្នុងករណីដែលអេស៊ីបធ្លាក់មុននោះមានន័យថាមិនដល់1ខែទេគាត់នឹងត្រូវត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញបាទយ៉ាងណាមិញភាពប្រេះឆានេះគឺត្រូវបានបង្ហាញនៅសំណួរជាច្រើនបាទប៉ុន្តែខ្ញុំយកតែខ្លឹមសារសំខាន់បាទរបស់សាឡាដែលលើកឡើងមកនេះទេអញ្ចឹងគឺគាត់ទំនាក់ទំនងគាត់ជាមួយនឹងលោក Ancelotti បាទឈានចូលដល់ចំណុច0ទី2អ្វីដែលក្លឹបដែលធ្លាប់បានសន្យាជាមួយនឹងគាត់គឺមិនបានគោរពតាមពាក្យសន្យាបាទទី3គឺតាក់ទងជាមួយនឹងក្លឹបបានទុកគាត់ចោលបាទមិនបាទគេហៅថាដូចជាទុកគាត់ចោលអញ្ចឹងណាបាទថាទុកគាត់ចោលមិនបានអ្វីផ្ដល់អ្វីឲ្យគាត់បាទអញ្ចឹងសម្រាប់ការប្រកួតនៅទឹកដី Anfield គឺជាការប្រកួតទឹកដីចុងក្រោយរបស់គាត់នឹងលាទៅកាន់បាទ fan របស់ Liverpool ហើយគាត់
nhưng lược lang tha của dương nâng trăm mưa và to tiết nơi pe đại bình chóp biến Africa Nation Cup bà sân thì dương thì dây ông pi phía Precha ní có bị tẹt tốn chiều mùi nângประปอนเลี้ยงrồi bỏ bà Salahได้ឃើញថាសម្រាប់ Salah មកដល់ពេលនេះគឺកម្រិតនៅក្នុងការលេងរបស់គាត់គឺមានការធ្លាក់ចុះច្រើនមែនទែនបាទបើយើងប្រៀបធៀបជាមួយនឹងឆ្នាំមុនដើមរដូវកាលអត់សូវហ្មងទេតែពាក់កណ្ដាលរដូវកាលទៅគឺ Salah នេះគឺធ្វើបានល្អមែនទែនប៉ុន្តែនៅក្នុងរដូវកាលនេះគឺឃើញថាសម្រាប់ Salah វិញគឺទាំងការបើប្រជែងបាល់ក៏មានការធ្លាក់ចុះបើប្រជែងបាល់អត់ឈ្នះគេទាំងការបញ្ជូនបាល់ក៏មានភាព error ច្រើនបាទហើយអញ្ចឹងហើយសម្រាប់Salah ចូលទៅគឺហាក់បីដូចជាមិនបានជួយអ្វីដល់ Liverpool ទេគឺសឹងតែទាញ Liverpool តឲ្យគេម្នាក់ទៅទៀតបាទប៉ុន្តែយ៉ាងណាមិញប្រិមិត្តបើមិនដែលយើងនិយាយអំពីទម្រង់លេងយើងក៏លេខទៅឃើញថាហាក់បីដូចជាមានបញ្ហាមែនបាទហេតុអីខ្ញុំនិយាយថាហាក់ដូចមានបញ្ហាមែនការប្រកួតដូចជាមួយ Real អីយើងឃើញថាការប្រកួតហ្នឹងគឺឃើញថាសម្រាប់ Liverpool គឺលេងផ្សេងបន្តមកទៀតទៅតាមរយៈចុងក្រោយទៅឃើញថាសម្រាប់ Liverpool នេះគឺលេងប្លែកបាទប្លែកអ្វីដែលប្លែកយើងខ្ញុំគួរកត់សម្គាល់នោះគឺតំបន់ការពារប្លែកតែម្ដងគឺប្លែកតែម្ដងអញ្ចឹងយើងអាចនិយាយបានថាមិនត្រឹមតែSalahទេខ្ញុំសង្កេតឃើញមានដល់វ៉ាន់ដាច់ដែលកំពុងតែអត់សូវសប្បាយចិត្តដូចគ្នាបាទអត់សូវសប្បាយចិត្តដូចគ្នាបាទការលេងរបស់វ៉ាន់ដាច់ខ្ញុំមើលទៅគឺមានអារម្មណ៍ថាគាត់កំពុងតែមានភាពប្រទាំងប្រទើសអីមួយបាទមានអារម្មណ៍ថាគាត់លេងអត់អស់ពីសមត្ថភាពរបស់គាត់ណានេះសម្រាប់វ៉ាន់ដាច់អញ្ចឹងមករយៈចុងក្រោយនេះខ្ញុំក៏បានឃើញថាការតម្រង់លេងរបស់ Liverpool នឹងគឺមានការប្លែកមែនទែនអញ្ចឹងមានន័យថាមានតែមួយទេគឺនៅក្នុងបន្ទប់ផ្លាស់សម្ភារបំពាក់ឬក៏ចង់និយាយថាផ្ទៃក្នុងរបស់កីឡាករហើយនឹងគ្រូមានការប្រេះឆាបាទមានការប្រេះឆាអញ្ចឹងទោះបីជាពេលនេះបាទសម្រាប់លោកអានស្លុតចាយលុយឬក៏ Liverpool បានចាយលុយដល់កំណត់ត្រាដ៏ខ្ពស់មែនទែននៅក្នុងការយក Florian Wirtz ជាមួយនឹង Isaac មកប៉ុន្តែហាក់បីដូចជាមិនមានដុំកំភួនទេស្ទើរតែនិយាយថាមិនមានអ្វីជួយដល់ក្លឹបបានអញ្ចឹងសម្រាប់ពេលនេះយើងអត់ដឹងថាតើសម្រាប់ក្លឹបនឹងត្រូវដោះស្រាយយ៉ាងណាទេណាប្រិមិត្តបាទយើងអត់ដឹងថាតើក្លឹបនឹងត្រូវដោះស្រាយយ៉ាងណាទៀតទេតើនឹងត្រូវបញ្ចប់ការងារលោកអានស្លុតបាទឬក៏ត្រូវបាទបន្តឲ្យលោកអានស្លុតក្នុងការដឹកនាំជាមួយនឹង Liverpool បន្តទៀតមួយរដូវកាលទៀតសិនបាទឬក៏យ៉ាងណាយើងចាំអ៊ុតមើលបន្តទៀតគ្រាន់តែខ្ញុំជម្រាបជូនប្រិមិត្តទៅតាមព័ត៌មានដែលបានបង្ហាញថាសម្រាប់ Liverpool មកដល់ពេលនេះគឺមានការប្រេះឆានៅផ្ទៃក្នុងរៀងធ្ងន់ធ្ងរច្រើនបាទធ្ងន់ធ្ងរច្រើនបាទ